បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកសាកល្បងធ្វើការ៉េមដោយមិនប្រើទូយន្តគឺប្រើតែទឹកកកអនាម័យអ្នកទាំងអស់គ្នាដោយសារតែមួយរយៈនេះពេលដែលខ្ញុំបើក TikTok Facebook ទៅឃើញតែគេធ្វើការ៉េមនឹងគ្រប់គ្នាហើយឃើញគេធ្វើបានសម្រេចទៀតអញ្ចឹងហើយខ្ញុំចង់ដឹងថាធ្វើនឹងបានសម្រេចមែនដែរឬក៏អត់អញ្ចឹងខ្ញុំមកសាកល្បងធ្វើហើយគ្រឿងផ្សំយើងមានផ្លែស្រកានាគ2ផ្លែហើយជាមួយនឹងទឹកដោះគោឆៅ2កំប៉ុងហើយជាមួយនឹងទឹកដោះគោខាប់1កំប៉ុងទៀតអ្នកទាំងអស់គ្នាហើយនឹងអំបិល1គីឡូហើយជាមួយនឹងទឹកកកប្រហែលជា2គីឡូជាដំបូងខ្ញុំចាក់អំបិលដាក់ពីលើប្រហែលជាកន្លះគីឡូមកដាក់លើទឹកកកអ្នកទាំងអស់គ្នាហ្នឹងហើយខ្ញុំអត់ដែលធ្វើផងខ្ញុំអត់ដឹងថាដាក់ប្រមាណទៅវាកកទេអញ្ចឹងយើងដាក់សាកល្បងកន្លះគីឡូសិនទៅហើយបើមានក្បាក់មានអីអ្នកទាំងអស់គ្នាយកដាក់ពីលើទឹកកកអញ្ចឹងមកនេះខ្ញុំសាកល្បងធ្វើទេអ្នកទាំងអស់គ្នាបន្ទាប់មកគាស់ទឹកដោះគោឆៅរបស់យើងចាក់ចូលទៅគឺ2កំប៉ុងចាក់ចូលមកអ្នកទាំងអស់គ្នាហើយបន្ទាប់ពីយើងចាក់ទឹកដោះគោឆៅយើងចូលរួចរាល់ហើយយើងចាប់ផ្ដើមទៅដាក់ទឹកដោះគោខាប់របស់យើងចូលតែម្ដងទៅប៉ុន្តែគាស់សិនព្រោះថាខ្ញុំអត់ទាន់គាស់ផងហ្នឹងហើយអ្នកទាំងអស់គ្នាមើលទៅរៀងរញ៉េរញ៉ៃបន្តិចហើយព្រោះថាអត់ធ្លាប់ធ្វើផងនេះគ្រាន់តែធ្វើសាកល្បងទេអត់ដឹងថាបានសម្រេចឬក៏អត់ទេកុំឲ្យឮតែគេថាมันបានធ្វើខ្លួនឯងអញ្ចឹងអត់ដឹងឮតែគេថាឬក៏ឃើញតែគេធ្វើអញ្ចឹងណាហ្នឹងហើយមកសាកល្បងទើបដឹងថាវាបានសម្រេចឬក៏អត់អញ្ចឹងចាប់ផ្ដើមកូទឹកដោះគោឆៅហើយនឹងទឹកដោះគោខាប់របស់យើងឲ្យចូលជាមួយគ្នាសពបន្ទាប់មកខ្ញុំមកពុះផ្លែស្រកានាគហើយយើងឆ្កាសាច់វាដាក់ចូលតែម្ដងទៅអ្នកទាំងអស់គ្នាហើយជ្រុំវាឲ្យបែកទៅដើម្បីកូរជាមួយនឹងគ្នាឲ្យសព្វគ្នានោះអីហើយយើងច្បាច់ផ្លែស្រកានាគយើងឲ្យបែកមកអ្នកទាំងអស់គ្នាហ្នឹងហើយខ្ញុំអត់ដឹងថាគេធ្វើមិនដែរតែខ្ញុំធ្វើអញ្ចឹងទៅព្រោះថាមើលទៅដុំអញ្ចឹងមានតែច្បាច់វាឲ្យបែកតែម្ដងទៅកូរវាអត់បែកទេអ្នកទាំងអស់គ្នាហ្នឹងហើយឥឡូវយើងចាប់ផ្ដើមបាច់ផ្លែស្រកានាគយើងឲ្យវារៀងម៉ត់បន្តិចមកទៅវាលាយចូលគ្នាមែនអត់ខ្ញុំអត់ដឹងថាគេធ្វើមិនទេតែខ្ញុំធ្វើអញ្ចឹងតែម្ដងទៅអ្នកទាំងអស់គ្នាអូមកឡើងយូរហើយភ្លេចណែនាំប្រូក្លឹមឲ្យស្គាល់ថ្ងៃហ្នឹងគឺខ្ញុំមកធ្វើពីអ្នកប្រូក្លឹមអ្នកទាំងអស់គ្នាហើយប្រូក្លឹមគាត់ថាមួយអញ្ចឹងដូចជាអត់គ្រប់គ្រាន់ទេគាត់ក៏ពុះថែមមួយទៀតដាក់ទាំងពីរតែម្ដងទៅអ្នកទាំងអស់គ្នាឥឡូវដាក់ផ្លែចកានាគ2ហ្នឹងហើយហេឥឡូវយើងច្បាច់វាទៅឃើញថាម៉ត់ហើយអញ្ចឹងភ្លក់មើលរសជាតិបន្តិចទៅចាំមើលតើវាឆ្ងាញ់ហើយឬនៅឃើញថាខ្ញុំភ្លក់អត់សូវដឹងជាតិទេឲ្យប្រុសក្លឹមជួយភ្លក់ខ្ញុំចាំមើលតើគាត់ថាម៉េចគាត់ថាឆ្ងាញ់ហើយអញ្ចឹងចាប់ផ្ដើមកូដើម្បីឲ្យវាកកឃើញរៀងកកគូតដែលក្បាក់បន្តិចហើយអ្នកទាំងអស់គ្នារៀងកកគូតក្បាក់បន្តិចហើយនេះឡើងសឡើងដូចទូយិនហើយខ្ញុំសង្ឃឹមថាបានសម្រេចទៅចោះការធ្វើការ៉េមកៃរបស់យើងនេះហ្នឹងហើយឥឡូវយើងកូមកអ្នកទាំងអស់គ្នាហ្នឹងហើយក្នុងការ៉េមនេះក៏ខ្ញុំដាក់អំបិលបន្តិចដែរគឺអំបិលម៉ត់យើងហ្នឹងហើយបង្អែមអីក៏ដោយឲ្យតែយើងដាក់អំបិលទៅវាឆ្ងាញ់ហ្នឹងហើយនេះឥឡូវឃើញថាកកឡើងច្រើនហើយគូតក្បាក់អ្នកទាំងអស់គ្នាប៉ុន្តែផ្លែសកានាគរបស់យើងដូចជាមិនទាន់កកអ្នកទាំងអស់គ្នាខ្ញុំធ្វើនេះអស់រយៈពេល3ម៉ោងហើយការកកគឺបានតែប៉ុណ្្នឹងឯងទឹកកករលាយអស់រលីងតែម្ដងអញ្ចឹងអ្នកទាំងអស់គ្នាគិតមើលតើខ្ញុំធ្វើនេះបានសម្រេចដែរឬក៏អត់មើលទៅដូចជាអត់សូវកកទេប៉ុន្តែវារៀងរឹងដែរអ្នកទាំងអស់គ្នាប៉ុន្តែអត់កកឈ្ងួតទេគឺកកបានតែប៉ុណ្្នឹងឯងព្រោះថាខ្ញុំធ្វើឡើងអស់3ម៉ោងហើយឥឡូវយើងចាប់ផ្ដើមដួសចែកគ្នាទៅមានសិសមានប្រូសំណាងហ្នឹងហើយឥឡូវឲ្យគាត់ភ្លក់សាកមើលជាមើលតើមានរសជាតិយ៉ាងណាដែរហើយនៅសល់ចានមួយទៀតគឺខ្ញុំសម្រាប់ខ្លួនឯងឥឡូវខ្ញុំចាប់ផ្ដើមដួសហើយចាំមើលខ្ញុំភ្លក់ឲ្យអ្នកទាំងអស់គ្នាមើលតើឆ្ងាញ់ប៉ុណ្ណាពិតជាឆ្ងាញ់ខ្លាំងមែនតើអ្នកទាំងអស់គ្នាឃើញតែមាត់ខ្ញុំក៏ដឹងដែរហ្នឹងហើយឥឡូវហ្នឹងការធ្វើការ៉េមដ៏រញ៉េរញ៉ៃរបស់ខ្ញុំពេលនេះបានបញ្ចប់ហើយអ្នកទាំងអស់គ្នាអរគុណដែលតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណច្រើនបាយ